ខ្ញុំនឹងនៅជាមួយនឹងបងស៊ីងចំនួន24ម៉ោងទៅចុះ3ទៅចូលក្រុមទឹកក៏ត្រូវចូលមួយខ្ញុំដែរជឿមិនថាខ្ញុំត្រូវតែនៅជាមួយបងស៊ីងរហូតហើយក្នុងរយៈពេល1ម៉ោងបងស៊ីងនឹងបាន10000រៀលអញ្ចឹងឥឡូវនេះបាយចង់ទៅណាមុនគេទៅចិនវើយអូទៅចិនអញ្ចឹងឆាលេជាមួយនឹងបងស៊ីងគឺសាហាវមែនតើគ្រាន់តែសួរភ្លាមគឺយើងទៅចិនតែម្ដងអញ្ចឹងឥឡូវគឺយើងឡើងយន្តហោះហើយសម្រាប់ challenge របស់យើងនឹងគឺចាប់ផ្ដើមនៅម៉ោង11ព្រឹកដែលបន្ទាប់ពីនឹងមកគឺថាងាយស្រួលខ្លាំងមែនតើសម្រាប់ម៉ោងទី1ទី2ទី3និងទី4គឺខ្ញុំជិះកប៉ាល់ហោះមួយគាត់ហើយបងខ្ញុំគេងពិតជាខ្ជូតដល់ហើយបន្ទាប់ពីការធ្វើដំណើរមកគឺយើងក៏បានទៅដល់សិនចិនប្រទេសចិនអញ្ចឹងឥឡូវហ្នឹងគឺយើងមកដល់ហើយម៉ោង4អញ្ចឹងមានន័យថាខ្ញុំនៅមួយបងស៊ីងបាន5ម៉ោងហើយបើគិតជាថាវិការវិញគឺថាបងស៊ីងបាន50000រៀលហើយនេះបាទហើយពេលហ្នឹងផងដែរគឺថាគាត់ខំនៅចិត្តខ្ញុំមែនតើដោយសារតែថាបើគាត់ចេញឆ្ងាយពីខ្ញុំគឺដឹងតែចាញ់ challenge ហើយអញ្ចឹងយើងទៅណាបងស៊ីងទៅសន្តាគារទៅសម្រាប់មកផ្លែសិនតែបន្ទាប់ពីហ្នឹងមកគឺយើងក៏បានធ្វើដំណើរទៅដល់សន្តាគារអញ្ចឹងឥឡូវហ្នឹងគឺម៉ោង5នៅខ្មែរម៉ោង6នៅចិនមានន័យថាខ្ញុំនៅមួយបងស៊ីងបាន6ម៉ោងឥឡូវមានការឈឺតែនៅពេលដែលគាត់និយាយថាគាត់ឈឺហ្នឹងដំបូងគឺខ្ញុំគិតថាគាត់បោកខ្ញុំទេដើម្បីឲ្យខ្ញុំបាក់ទឹកចិត្តអីចឹងណាដល់ហើយបើភ្លើងហើយបើនិយាយពីទេសភាពបន្ទប់គេវិញគឺស្អាតមែនទែនបងស៊ីងថ្ងៃហ្នឹងគឺគាត់គេងមួយខ្ញុំ2ឯងចាឥឡូវហ្នឹងគឺថាម៉ោង6ឯងមានន័យថាខ្ញុំនៅមួយបងស៊ីងបាន7ម៉ោងគាត់ទៅពេលនិយាយហើយភ្លាមបងស៊ីងក៏បានធ្លាក់ខ្លួនឈឺមួយសូនសំខាន់ថាឈឺហើយហ្នឹងគឺគាត់អត់សុកចិត្តគេនៅបន្ទប់ទេគឺគាត់សុកចិត្តមកតាមខ្ញុំដើម្បីត challenge ដែលពេលហ្នឹងគឺគាត់បាននៅមួយខ្ញុំចំនួន8ម៉ោងហើយស្មើទៅនឹង80000រៀលគាត់ឈឺមួយហើយបងប្អូនហើយដល់តែពេលខ្លាំងពេកទប់អត់ជាប់ចឹងទៅគាត់ក៏បានប្រពួរខ្ញុំទៅបន្ទប់វិញចាឥឡូវហ្នឹងគឺបងស៊ីងគាត់ទៅសិនហើយដោយសារតែមើលទៅគឺថាម៉ោងប្រហែលជា7:11អីដែរខ្ញុំក៏បានសម្រេចចិត្តថាជូនគាត់ទៅគេងតែម្ដងទៅដែលពេលនេះគឺគាត់បាននៅមួយខ្ញុំចំនួន12ម៉ោងហើយដោយសារតែពេលហ្នឹងគឺថារៀងយប់ដែរខ្ញុំក៏បានធ្វើការចូលគេងហើយបន្ទាប់ពីការគេង7ម៉ោងបងស៊ីងគឺងើបមកស្វាងធម្មតាចេះបើគាត់ទៅគឺថាបងស៊ីងនៅមួយខ្ញុំបានចំនួន19ម៉ោងហើយហើយពេលហ្នឹងគឺខ្ញុំអត់ដឹងថាគាត់ពុលឡានឬក៏អីទេគឺគាត់ក៏មានអារម្មណ៍ថាគាត់ចាប់ផ្ដើមឈឺវិញបាទក្នុងខ្លួនដល់គាត់មានអារម្មណ៍អីដែរពិបាកក្នុងខ្លួនខ្លាំងសំខាន់ដល់ពេលហ្នឹងគឺគាត់បាននៅមួយខ្ញុំចំនួន20ម៉ោងហើយប៉ុន្តែដោយសារតែទប់ជាប់បងស៊ីងក៏បានទៅដេកក្រែពេទ្យប៉ុន្តែមែនតើគឺថាគាត់អត់មានឈឺអីនោះទេគ្រាន់តែថាគាត់គេងអត់គ្រប់ចឹងទៅធ្វើឲ្យគាត់បាក់កម្លាំងហើយដោយសារតែគាត់បាននៅមួយខ្ញុំ challenge របស់យើងក៏បានចប់ត្រឹម20ម៉ោងនិយាយថាបងឯងគឺបានចាញ់ challenge ហើយដោយសារបងឯងឈឺនៅមួយខ្ញុំបាន24ម៉ោងប៉ុន្តែទោះបីថាបងស៊ីងចាញ់យ៉ាងណាក៏ដោយគឺខ្ញុំនៅតែមានកាដូជូនគាត់ប៉ុន្តែមុនពេលដែលខ្ញុំឲ្យកាដូគាត់ហ្នឹងគឺខ្ញុំសុំធ្វើ night routine មួយ plate សិនហើយសម្រាប់សាប៊ូដោះមុខដែលខ្ញុំប្រើប្រាស់គឺរបស់ Silly ដែលសាប៊ូដោះមុខនេះគឺមានតួនាទីជួយកម្ចាត់នូធូលីនិងបាក់តេរីអាក្រក់សំខាន់វាជួយឲ្យផ្ទៃមុខរបស់ខ្ញុំនឹងគឺភ្លឺថ្លាទន់រលោងដូចក្នុងវីដេអូអញ្ចឹងឯងដែលបន្តមកគឺបងប្អូនអាចប្រើប្រាស់ជាមួយនឹងសាលីលាងមុខរបស់ Silly ដែលនៅពេលដែលខ្ញុំចាប់ផ្ដើមជួជាមួយនឹងសាលីលាងមុខនោះហើយគឺខ្ញុំមានអារម្មណ៍ថាមុខរបស់ខ្ញុំគឺចាប់ផ្ដើមបាត់នៅស្នាមបដាហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ៃច្រើនជួតែសាលីមួយនេះមកគឺជួយកាត់បន្ថយមុនរបស់បងប្អូនបានភ្លាមដែលបន្តមកគឺយើងក៏មកផ្លេចជាមួយនឹង night cream របស់ Silly ដែលគេមានទំហំតូចនិងទំហំធំដែលមានតួនាទីជួយកម្ចាត់ស្នាមនិងមុននៅលើផ្ទៃមុខរបស់យើងបានល្អមែនទែនហើយដែលកាន់តែពិសេសគឺថាផលិតផលរបស់ Silly brand គឺមានតម្លៃសមរម្យដែលអាចឲ្យបងប្អូនជាវប្រើប្រាស់បានតែម្ដងអញ្ចឹងដោយសារតែបងស៊ីងនៅមួយខ្ញុំបានរៀងយូរម៉ោងដែរអញ្ចឹងខ្ញុំក៏បានជូនគាត់10000រៀលដៃ2